នេះជាកន្លែងគេហៅថាអប្សរា Theater គេមានអាហារម្ហូបខ្មែរឲ្យយើងអញ្ចឹងណាហើយទៅមានពីរមុខបន្តិចបន្តិចអញ្ចឹងហើយពេលយើងកំពុងញ៉ាំហ្នឹងគេមានការសម្ដែងរាំអប្សរាមានអីឲ្យយើងមើលអញ្ចឹងទៅខ្ញុំកូនកើតនៅស្រុកខ្មែរតែធំនៅអាមេរិកអញ្ចឹងខ្ញុំមកនេះតាំងពីទូចខ្ញុំបានតែនិយាយទេខ្ញុំអត់ចេះទៅសេឬក៏អានអក្សរខ្មែរអីច្រើនទេចេះតែបន្តិចបន្តិចបើនិយាយខ្ញុំចេះនិយាយច្រើនដោយសារនៅផ្ទះម៉ាក់ហើយនឹងយាយគាត់និយាយតែខ្មែរជាមួយទេហើយចឹងតែខ្ញុំចេះនិយាយខ្មែរច្រើនហើយខ្ញុំទៅលេងស្រុកខ្មែរលើកនេះខ្ញុំទៅមើលអប្សរា Theater គេសម្ដែងរាំអប្សរាខ្ញុំស្គាល់អប្សរាតាំងពីទូចមកដូចថាខ្ញុំធ្លាប់រៀនធ្លាប់អីចឹងធ្លាប់ឃើញចឹងណាថាអប្សរារបស់ខ្មែរយើងអីចឹងប៉ុន្តែខ្ញុំអត់ដឹងថាអប្សរាគេរាំរបៀបម៉េចអីរបៀបម៉េចទេមិនដែលឃើញគេរាំមិនដែលឃើញអីទេទៅស្រុកខ្មែរលើកនេះទៅមើលគេហ្នឹងឃើញលើកដំបូងថាអូនេះអប្សរាគេរាំចាហើយស្អាតណាស់បងប្អូនអើយខ្ញុំជក់ចិត្តមើលមែនតានថាតសើពួកបងដែលអ្នកសម្ដែងអ្នករាំហ្នឹងគាត់រាំរងទុនស្អាតស្រស់ស្អាតមែនតានខ្ញុំមើលជក់ចិត្តមែនតានហើយខ្ញុំតសើពួកគាត់ដែលគាត់ខំរៀនហាត់បាត់ដល់បានប៉ុណ្្នឹងចឹងណាហើយខ្ញុំក៏និយាយថា proud ខ្លួនឯងដែរដែលជាខ្មែរប្រពៃណីខ្មែរយើងស្រស់ស្អាតចឹងណាកាលខ្ញុំនៅពីទូចខ្ញុំធ្លាប់ដែរពេលខ្ញុំនៅស្រុកខ្មែរហ្នឹងខ្ញុំធ្លាប់រៀនធ្លាប់ចង់រៀនមិនធ្លាប់រៀននេះធ្លាប់ចង់រៀនរាំអប្សរាតែតាគាត់អត់ឲ្យរៀនទេដោយសារជំនាន់មុនហ្នឹងគេរៀងប្រកាន់តែកាលហ្នឹងក្តីសម័យខ្ញុំហ្នឹងគឺចង់រាំអប្សរាឃើញគេរាំស្អាតដល់ហើយឥឡូវបានទៅមើលចឹងថាសប្បាយចិត្តណាស់ដែលបានឃើញគេរាំស្រស់ស្អាតចឹងខ្ញុំមើលទៅជក់ចិត្តណាស់លើកក្រោយខ្ញុំនឹងអាចទៅម្ដងទៀតពេលខ្ញុំទៅលេងស្រុកខ្មែរម្ដងទៀតពួកគាត់បកែរាំហើយពួកគាត់ស្រស់ស្អាតណាស់មើលហើយឃើញពេលខ្ញុំទៅហ្នឹងមានអ្នកទេសចរពួកសាសគេមកមើលច្រើនណាស់បងប្អូនហើយគេនាំគ្នាថតខ្ញុំធ្វើឲ្យខ្ញុំហ្នឹងមានអារម្មណ៍ដូចថាproud ដែលមានប្រពៃណីខ្មែរឲ្យសាសបរទេសគេឃើញគេមើលទៅស្គាល់ពីខ្មែរយើងអញ្ចឹងខ្ញុំរីករាយសប្បាយចិត្តខ្លាំងមែនតើបើបងប្អូនបានទៅលេងនៅសៀមរាបខ្ញុំគិតថាបងប្អូន recommend ឲ្យបងប្អូនទៅមើលហ្មងព្រោះអីអាហ្នឹងជា experience មួយដែលយើងបានស្គាល់អញ្ចឹងបានឆ្លងឃើញស្គាល់ឲ្យដឹងនឹងគេអញ្ចឹងណា